ព្រះអង្គពិចារណាឃើញដូចក្នុងហើយបានជាព្រះអង្គលះបង់ដើម្បីយើងសាករងមកនេះហើយជាសេចក្តីករុណារបស់ព្រះអង្គដែលព្រះអង្គមានចំពោះយើងទាំង3នេះហើយបើសរុបមកគឺជាគុណដែលព្រះសម្មាសម្ពុទ្ធដែលយើងគួរដឹងគួរគោរពនិងគួរតែឲ្យតម្លៃនិងគួរតែប្រតិបត្តិតាមនៅពុទ្ធអាវាទរបស់ព្រះអង្គដូច្នេះហើយខ្ញុំកណាបងស្រាយមកបានប៉ុណ្ណេះអំពីគុណរបស់ព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះអង្គពុទ្ធកថាព្រះអង្គខ្ញុំកណាបងស្រាយប៉ុណ្ណេះបើមានការលើសលួសបើមានលើសសូមការចេញបើខ្វះសូមបំពេញបន្ថែមសូមទានជ្រាវតាសៈវច្ចនាំងអហង្សត្វាពិតជាប្រាជ្ញណាស់យោដាក់ប៉ាំងប្រុយបាច់ពាក់ទើទេទូតំបីបាញ់លឹកលឿននឹងតាំងលឹកលឿនប្រមាណទេឥឡូវព្រះអង្គបកស្រាយរូបជាស្រេចព្រះពុទ្ធព្រះអង្គមានគុណ3ទី1បញ្ញាគុណវិសុទ្ធិគុណករុណាគុណបណ្ដាលគុណទាំង3នេះវិសច្ចកាត់ថែបានបកស្រាយអធិប្បាយខៃសេចក្តីគាយនៃអស់ហើយញោមមិនបាច់ចាំបំពេញអីទៀតក៏បានលើកក៏មិនលើកទេចង់ហៀមិនទៅឥឡូវព្រះអង្គបកស្រាយថាមានគុណ3បញ្ញាគុណព្រះអង្គត្រាស់ដឹងនៅសាពេញតញ្ញៀនព្រះអង្គមិននៅស្ងៀមទេព្រះអង្គតែងប្រោះអស់នៅពុទ្ធបរិស័ទទាំងឡាយកាលតែព្រះអង្គមិនទាន់យាងចូលព្រះនិព្វានព្រះអង្គតែងតែបំពេញនៅពុទ្ធកិច្ចទាំងឡាយ5ជានិច្ចរហូតដល់យាងចូលព្រះនិព្វានពុទ្ធកិច្ចទាំងឡាយ5វិសុទ្ធិគុណគុណដ៏បរិសុទ្ធរបស់ព្រះអង្គមិនថាក្តៅមិនថាត្រជាក់មិនថាយប់មិនថាថ្ងៃមិនថាវេលាណាក៏ដោយឲ្យតែសត្វណាមានឧបនិស្ស័យដោយមិនគិតឡើយនៅអាស្រ័យបច្ច័យទាំងឡាយ4ដោយពុំគិតឡើយនឹងជ័យវរៈបណ្ណបាតសេនាសនៈកលៀនភេទញ្ញៈគឺចិត្តស្មោះស្ម័គ្រដើម្បីសត្វលោកករុណាគុណព្រះអង្គតែងអាណិតអាសូរណាស់ចំពោះសត្វទាំងឡាយត្បិតអីសត្វទាំងឡាយគ្រប់ប្រាណតែងជាប់ជំពាក់នៅរុះពលអកុសលធំបំផុតទោសៈគឺសេចក្តីខឹងក្រោធមោហៈសេចក្តីពង្វេងដោយអវិជ្ជាគ្រប់សង្កត់លោភៈគឺសេចក្តីលោភលួនឥតព្រំដែនលែងដឹងខុសលែងដឹងត្រូវគ្រប់សង្កត់ដោយកលេសតណ្ហាយើងទាំងអស់គ្នាសុទ្ធតែពេញទេញោមខ្លះមិនដឹងខ្លួនណាកលេសពេញកលេសវាមានស្ដើងក៏មានវាមានល្មមក៏មានវាមានក្រាស់ក៏មានក៏ប៉ុន្តែញាតិញោមជាពុទ្ធបរិស័ទនឹងមានតែពីស្ដើងទៅណាញោមតិចមិនដឹងខ្លួនណាកលេសស្ដើងអីយាយដឹងតែកលេសស្ដើងអីទេយាយកលេសស្ដើងកលេសបន្ទុះកលេសបាយកយាយខ្លះនឹងជាប់ជំពាក់តិចមិនដឹងរៀកច្រើនបុណ្យឥឡូវគេនិមន្តប្រសង់ទៅចម្រើនកបរិទ្ធច្រើនដល់ម៉ោង2ម៉ោង3ហើយយាយខ្លះមាននៅស្ដាប់លោកទេសទេថាបងគូស៊ីកន្ទុះនៅផ្ទះចឹងជាប់ជំពាក់មួយកលេសកន្ទុះបានយាយខ្លះទៅលោកវល់ក្រែងលោកដាក់បាយមុនបាយទាញជាប់អាបាយកកនឹងបាយអាកូនគាត់ចោលណាជាប់មួយទៀតអាហ្នឹងក៏លេសស្ដើងទេញោមប្រយ័ត្នជាប់កន្លែងហ្នឹងចឹងបានព្រះអង្គអាណិតអាសូរណាស់សត្វទាំងឡាយតែងតែជាប់ចម្ពាក់ក៏តែងតែជាប់បំពាក់វិលវល់នៅក្នុងវត្តដាក់រកទីបំផុតមានតែព្រះអង្គនិងព្រះអរហន្តដទៃតែព្រះអង្គចាក់ខ្លួនមូលមុតនៅក្នុងអរិយសច្ចៈទាំង4ដឹងច្បាស់នៅទុក្ខសច្ចៈគឺទុក្ខទាំងឡាយមាន12កងសង្ខេបមាន4ជាតិជារៀបជាទីមរណៈក៏សមុត្តយៈហេតុនាំឲ្យកើតទុក្ខក៏ព្រះអង្គដឹងទៀតថាតណ្ហាទាំងឡាយ108ប្រមាណតណ្ហា108ចឹងណាហើយនឹងនិរោធៈគឺនិព្វានដឹងច្បាស់ថានិព្វានជាទីផុតរលត់ទុក្ខនិងមគ្គសច្ចផ្លូវបដិបត្តិរបស់ព្រះអរិយបុគ្គលទាំងឡាយគឺអដ្ឋង្គិកមគ្គទាំង8សមាទិដ្ឋិយល់ឃើញត្រូវសមាកំបសង្កបៈត្រេនេះទៅសមាកមន្តោការងារត្រូវសមាជីវៈចិញ្ចឹមជីវិតត្រូវសមាវិញ្ញាមៈជាយាមត្រូវសមាសតិរលឹកត្រូវសមាសមាធិតម្កល់ចិត្តត្រូវផ្លូវរបស់ព្រះអរិយបុគ្គលបដិបត្តិទៅរកព្រះនិព្វានឥឡូវព្រះវិសច្ចកាត់ថែមបកស្រាយអធិប្បាយខៃសេចក្តីវាយនៃនឹងសពគ្រប់ហើយឥឡូវព្រះអង្គយាងចូលព្រះនិព្វានហើយក៏ប៉ុន្តែនៅតែរូបស្នងព្រះអង្គមានព្រះពុទ្ធរូបជាប្រធាន
ហើយព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលណាចង់ឃើញតថាគតតតែឃើញធម៌តថាគតមើលធម៌តថាគតដែលបានសម្ដែងនឹង